តម្លៃជីវិញគឺម្នាក់$40 តាមស្ទងไปតែទីមួយគឺវែងពេលដែលយើងជិះមកគឺយើងឃើញទឹកធ្លាក់ហើយ style មួយទៀតហ្នឹងទីមកទៀតជិះពីលើទឹកធ្លាក់មកហ្មងគឺឃើញដល់ក្រោមហ្មងណានៅទីនេះឥឡូវយកគេខ្សែក្បាត់ហើយចាំតែគេត្រឡងជួនោះមកហើយយើងទៅដល់វែងយើងហ្មងតែត្រឡងជួអត់មានមកកាត់ជួកាត់អីគេណា Can I see the waterfall? Yes you can see when before you that way and that you can see Yeah, thank you so much. down please down តាមស្ទងไปអូផានីមកនោះស្អាតខ្លាំងណាស់គឺស្អាតខ្លាំងហ្មងស្អាតអូខេគឺវិញ ជិះមិញណាអូអ្នកទាំងអស់គ្នាអើយទេសភាពគឺពិបាកបោះយ៉ាយគឺថាស្អាតខ្លាំងហ្មងតម្លៃជិះវិញគឺម្នាក់$40ក្នុងម្នាក់$40ហ្នឹងគឺបើសិនជាអ្នកទាំងអស់គ្នាថតវីដេអូណាបើសិនជាអ្នកទាំងអស់គ្នាថតវីដេអូគឺគេ include យើង$8ទៀតអញ្ចឹងបើគិតត្រប់ទៅគឺ$88សល់$50ក្នុងម្នាក់ហើយសោះថាស្ដាយលុយអត់អរគ្នាខ្ញុំក៏ស្ដាយដែរប៉ុន្តែយើងមិនងាយបានមកទេហើយផងមកគឺចង់ជិះហ្នឹងហ្មងអញ្ចឹងត្រូវតែស្ដាញ៉ៃណាបានមកអ្នកនរគ្នាអូយស្អាតហើយជិះហើយអូយអត់ស្ដាយលុយទេតែសភាពស្អាតខ្លាំងនេះផ្លូវឡើងទៅលើវិញណានេះគឺព្រៃអញ្ចឹងហ្មង你们不大以为你们怕热不热？那水。ผลมาแล้วกระจกអូតែតើគេនេះចប់ហើយចឹងវីដេអូ G10 Line នៅតែ Fun Waterfall ហ្នឹងគឺចប់ហើយអ្នកនរគ្នាហើយបាយជួបគ្នានៅវីដេអូក្រោយទៀតណាកន្លែងនេះគឺយើងអាចថតរូបបាននេះតែអាហ្នឹងពេលដែលយើងចុះមកគឺអាប់ហើយជ្រោះទៅអញ្ចឹងហ្មងអូយស្អាតតាប៉ានេះក្បាយអត់មកឲ្យបាយវីដេអូមួយបាយ